ថ្ងៃនេះចុងសប្តាហ៍ជាទូទៅគឺខ្ញុំតែងតែឡើងផ្សារដើម្បីទិញម្ហូបប៉ុន្តែមុននឹងទៅទិញម្ហូបគឺខ្ញុំឆ្លៀតមកញ៉ាំឌីមសាំសិនឥឡូវខ្ញុំមកដល់ភោជនីយដ្ឋានចិនមួយកន្លែងហើយមកដល់ហាងនេះចំពោះការកម្មង់គឺយើងកម្មង់ទៅតាម QR code ដោយខ្ញុំគ្រាន់តែ scan QR code ទៅគឺវា load ចេញ menu បែបនេះឲ្យយើងជ្រើសរើសអញ្ចឹងនៅក្នុងនោះគឺមានមុខម្ហូបជាច្រើនហើយចំពោះការកម្មង់វិញគឺខ្ញុំកម្មង់មានដូចជាបាយឆាបង្គានំប៉ាវទាខ្វៃឆាបន្លែខជើងមាន់ចិនស៊ុបក្តាមហើយនិងនំក្រូចចិនបើនិយាយពីរសជាតិមុខម្ហូបនៅទីនេះគឺឆ្ងាញ់ហើយអាចទទួលយកបានបងប្អូនសម្រាប់បាយឆាបង្គារបស់គាត់គឺគ្រឿងសមុទ្រគាត់ស្រស់ៗល្អរីឯទាខ្វៃប្រចាំហាងស្រួយហើយរសជាតិឆ្ងាញ់ហើយអ្វីដែលសំខាន់ខជើងមាន់ប្រចាំហាងរបស់គាត់គឺផុយល្អមែនទែនហើយចុងក្រោយគឺនំក្រូចស្នូលសណ្តែកក្រហមដែលខ្ញុំចូលចិត្តបើនិយាយទៅរសជាតិគឺប្លែកពីនំក្រូចនៅខាងស្រុកខ្មែរយើងបន្តិចបងប្អូនដោយសារតែនំក្រូចដែលគាត់ធ្វើនេះគឺរសជាតិអត់សូវផ្អែមពេកទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូន